សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់សំឡេង podcast ក្នុងថ្ងៃនេះខ្ញុំសូមនិយាយអំពីអ្វីមួយដែលពិបាកនៅក្នុងជីវិតប្រធានបទថ្ងៃនេះដែរគឺនិយាយអំពីជីវិតមួយនេះហត់ពេកទៅហើយពេលខ្លះយើងមើលទៅដូចជាមនុស្សម្នាក់ដែលធម្មតាសប្បាយរីករាយមានជីវិតដូចគេដូចឯងតែជាការពិតនៅខាងក្នុងយើងពិតជាអស់កម្លាំងយើងហត់ជាច្រើនយ៉ាងហត់គ្មានថ្ងៃឈប់ហត់នឹងការព្យាយាមហត់នឹងការជៀសវាងអារម្មណ៍អវិជ្ជមានហត់នឹងការបង្ហាញថាខ្ញុំសប្បាយខ្ញុំរឹងមាំខ្ញុំទទួលបានលទ្ធផលនៅពេលដែលជាក់ស្ដែងយើងកំពុងតែខកចិត្តទាំងខាងក្នុងពេលណាមួយដែលគេសួរថាសុខសប្បាយរបស់អ្នកទៅណាអស់ហើយយើងស្ទើរតែមិនអាចឆ្លើយបាននោះទេមិនមែនជាមនុស្សខ្សោយនោះទេមិនមែនយើងគ្មានកម្លាំងនោះទេតែព្រោះការទ្រាំពេកការមិននិយាយពេកការស្ងៀមស្ងាត់ពេកវាបំបែកយើងយ៉ាងស្ងៀមយើងចេះតែស្ងៀមពេលដែលយើងជឿចាប់យើងចេះតែញញឹមពេលដែលខូចចិត្តយើងចេះតែទៅតាមពេលដែលយើងមិនចង់ទៅទេហើយក្នុងន័យណាមួយយើងបានបាត់ខ្លួនឯងទៅបន្តិចម្ដងអ្នកដែលកំពុងស្ដាប់នេះប្រហែលជាកំពុងតែមានអារម្មណ៍ដូចគ្នាអ្នកដែលតែងតែសួរខ្លួនឯងថាតើខ្ញុំនៅតែជាខ្ញុំទេតើខ្ញុំមិនទាន់លែងខ្លាំងទេឬហេតុអ្វីខ្ញុំឈឺចាប់ច្រើនប៉ុណ្ណឹងបើសិនជាអ្វីទៅល្អខ្ញុំចង់ប្រាប់អ្នកថាអ្នកមិនមែននៅម្នាក់ឯងនោះទេអ្នកមិនខ្សោយនោះទេអ្នកមិនលែងមានតម្លៃទេព្រោះអ្នកកំពុងតែហត់ជីវិតមិនត្រូវការ perfect ទេដើម្បីអាចរស់ជីវិតមិនត្រូវការតែភាពពេញលេញទេដើម្បីមានន័យថ្ងៃណាមួយអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយឡើងវិញមិនមែនព្រោះគ្រប់អ្វីនៅជុំវិញកាន់តែប្រសើរឡើងតែព្រោះអ្នកនឹងចាប់ផ្ដើមយល់ថាអ្នកនឹងមានតម្លៃដែលថ្ងៃនេះទោះវាជាថ្ងៃដ៏ខ្មៅមួយក៏ដោយមនុស្សយើងម្នាក់មិនមាននរណាម្នាក់ដែលមិនធ្លាប់មានអារម្មណ៍ថាអ្វីកាន់តែយឺតអ្វីមិនទៅតាមបំណងកាន់តែបាត់បង់ការជឿលើខ្លួនឯងហើយនៅពេលណាមួយយើងហាក់ដូចជាបាត់បង់សង្ឃឹមទាំងស្រុងផងដែរពេលណាដែលយើងឈរនៅចន្លោះអតីតកាលដែលឈឺចាប់និងអនាគតដែលមើលទៅស្មុគស្មាញជីវិតគឺដូចជាគ្មានពន្លឺដូច្នេះបាត់បង់សង្ឃឹមមិនមានន័យថាអ្នកខ្សោយនោះទេវាជាផ្នែកមួយនៃជីវិតមនុស្សជាច្រើនព្រោះពេលណាដែលចង់បានអ្វីមួយខ្លាំងពេលណាដែលចង់រស់តែសម្រេចមិនបានពេលនោះហើយគឺយើងឆ្ងល់ខ្ញុំមានអ្វីខុសអ្វីមួយនៅខុសខាងណាតើអាចស្រួលជាងនេះបានដែរឬទេពេលខ្លះយើងស្ងាត់បន្តិចម្ដងស្ងៀមស្ងាត់ស្ទើរតែមិននិយាយទៅលើអារម្មណ៍ខ្លួនឯងនោះទេហើយនៅជ្រុលចិត្តមួយយើងធ្វើចិត្តអ្វីនោះគ្រាន់តែជាសំណាងអាក្រក់តែជីវិតមិនអាចរត់លឿនដូចគេដើម្បីមានអត្ថន័យនោះទេមិនចាំបាច់ពេញលេញដើម្បីមានតម្លៃកុំទុកឲ្យមួយថ្ងៃអាក្រក់បំផ្លាញខ្លួនឯងមួយជីវិតអ្នកអាចឈឺចាប់អ្នកអាចហត់អ្នកអាចចង់បោះបង់តែសង្ឃឹមមួយទូចនៅតែមកវិញនៅពេលដែលអ្នកមិនទាន់បោះបង់ថ្ងៃណាមួយអ្នកនឹងសើចវិញថ្ងៃណាមួយអ្នកនឹងអបអរចំពោះជំហានតូចរបស់អ្នកថ្ងៃណាមួយអ្នកនឹងដឹងថាការរស់នៅមិនមែនជាការប្រកួតប្រជែងជាមួយនឹងអ្នកដទៃនោះទេវាជាការប្រកួតជាមួយនឹងខ្លួនឯងម្សិលមិញសូមកុំភ្លេចថាអ្នកនៅតែមានតម្លៃទោះអ្នកកំពុងតែថ្ងៃងងឹតជាទីបំផុតក៏ដោយសង្ឃឹមមិនចេះស្ដាប់ទេតែវានឹងស្ងៀមគ្រាន់តែអ្នកកុំបិទចិត្តឲ្យជោគជ័យមិនអាចចូលមកបាននោះទេ